នឹងសមត្ថភាពឆ្លើយតបបោះបង់ទៅគួរឲ្យធុញណាស់ចុះក្បាច់ស្រាវខ្លួនវិញអីយ៉ាហោះឡើងបាត់ហើយអានឹងមានមែនទេអូហោះទៅអត់មានទេហេតុអីក្នុងរឿងភាគសុទ្ធតែបោកប្រាស់អីចឹងមានតែខ្ញុំត្រូវចាប់ផ្ដើមហាត់ពីមូលដ្ឋានគ្រឹះបំផុតហើយមានវិធីពន្លត់ភ្លើងផ្លែកច្រើនម្លេះតែត្រូវសម្រាប់ឲ្យធូរតាក់នៅត្រង់ចង្កេះស្មាក៏ត្រូវសម្រាប់ឲ្យធូរដែរមិនត្រូវឲ្យផ្អៀងឡើយបញ្ចេញកម្លាំងពីផ្នែកខាងក្រោយបើកជើងឲ្យធំបន្តិចទៀតពិតជាសង្ហាណាស់សៀវគួរបាយឆ្អិនហើយឯងមិនទាន់បានញ៉ាំអីពេញមួយថ្ងៃហើយខ្ញុំមិនបានឃើញអ្វីទាំងអស់បងប្រុសចុះហេតុអីប្អូនស្រីនៅទីនេះទៀតហើយប្អូនស្រីនិងបងថេនកំពុងរវល់ការងារសំខាន់ពួកយើងកុំទៅរំខានពួកគេអីតោះទៅអូនមិនបានញ៉ាំអីមួយថ្ងៃពេញហើយអស់កម្លាំងល្វើយបែបនេះជារឿងធម្មតាទេថ្ងៃនេះសម្រាប់ឲ្យបានស្រួលសិនទៅខ្ញុំចង់នៅក្បែរបងរាល់ថ្ងៃឲ្យបងមើលថែខ្ញុំអីចឹងបងទៅមុនហើយណាចាស់តើគាត់ទើបតែសារភាពស្នេហ៍នឹងខ្ញុំមែនទេបងថ្លៃស្រីឥឡូវនេះអាកាសធាតុត្រជាក់ណាស់ចេញចូលបន្ទប់មានការប្រែប្រួលសេតនាប្រយ័ត្នរក្សាកម្ដៅខ្លួនឲ្យបានល្អខ្ញុំផឹកតែខ្ញីជារៀងរាល់ថ្ងៃសុខភាពខ្ញុំនៅល្អណាស់សៀវយូឥឡូវនេះចាស់និងក្មេងក្នុងភូមិដែលឆ្លងផ្ដាសាយកំពុងក្តៅខ្លួនខ្លាំងមិនស្រកសោះពួកគេក្តៅខ្លួនខ្លាំងរហូតចិត្តសន្លប់បាត់ស្មារតីចុះយើងគួរធ្វើបែបណាទៅការក្តៅខ្លួនខ្លាំងអាចបណ្ដាលឲ្យស្លាប់បានណាពិតមែនហើយក្នុងលំហរបស់ខ្ញុំមានថ្នាំបញ្ចុះកម្ដៅបងប្រុសតើមានមនុស្សក្តៅខ្លួនខ្លាំងប៉ុន្មានអ្នកយ៉ាងហោចណាស់ក៏20-30នាក់ដែរច្រើនម្លេះខ្ញុំនៅមានថ្នាំក្នុងលំទៀតខ្ញុំទៅយកឥឡូវនេះសតែ2ក្តាប់ប៉ុណ្ណោះតើអ្នកភូមិស៊ើចាទុកចិត្តខ្ញុំខ្លាំងណាស់ខ្ញុំមិនអាចទុកពួកគេចោលបានទេសៀវយូបងហើយថ្នាំរបស់ប្អូនពួកយើងកំពុងប្រើមិនបាច់ប្រើលើក្មេងទៀតទេដំណឹងពីភូមិថាក្មេងត្រឡប់មកជាធម្មតាវិញហើយឥឡូវអាចញ៉ាំបាយញ៉ាំទឹកបានធម្មតាហើយល្អណាស់ប្អូនថ្លៃថ្នាំរបស់អ្នកពិតជាមានប្រសិទ្ធភាពភ្លាមមែនវាអស្ចារ្យជាងអស្ចារ្យបុរាណដែលយើងធ្លាប់ប្រើឆ្ងាយណាស់ចុះក្រៅពីក្មេងអ្នកផ្សេងទៀតយ៉ាងម៉េចដែរនៅតែមានអាការៈក្តៅខ្លួនខ្លាំងមានប៉ុន្មានអ្នកមើលទៅហាក់ដូចជាមិនរួចខ្លួនទេដឹងអីចឹងខ្ញុំគួរតែស្តុកទុកឲ្យបានច្រើនជាងនេះឲ្យតែមានអ្នកឈឺអ្វីដែលខ្វះបំផុតគឺថ្នាំបញ្ចុះកម្ដៅនិងថ្នាំបំបត្តិការឈឺចាប់តូដូហេតុអីបានជាមុខឯងក្រហមម្លេះក្តៅខ្លួនមែនទេបាទខ្ញុំហាក់ដូចជាអាយសៀវតេងប្អូនប្រុសក្តៅខ្លួនមួយថ្ងៃមួយយប់ហើយបើនៅតែមិនចុះកម្ដៅទៀតខ្លាចថាពិបាករក្សាជីវិតណាស់ទឺអើកុំបំភ័យម៉ែអីសៀវថងឯងគឺជាបុរសម្នាក់កុំធ្វើឲ្យម៉ែពិបាកចិត្តអីឆាប់ដឹងខ្លួនឡើងថងកុំខ្លាចអីម៉ែនៅទីនេះហើយហេតុអ្វីមកនៅខាងក្រៅបែបនេះឈឺដុនឈឺធ្ងន់ហើយកូនជួយគេមិនបានទេហើយនៅមានមនុស្សជាច្រើនទៀតពួកគេនឹងត្រូវស្លាប់ទាំងអស់
ប្រសិនបើគ្រូធម្មជាតិនេះគ្មានកូនទេមិនដឹងជាត្រូវស្លាប់មនុស្សអស់ប៉ុន្មានអ្នកទេហើយមួយទៀតដោយសារតែការរំលឹករបស់ម៉ែបានស្តុកស្បៀងទុកជាមុនយ៉ាងច្រើនជួយសង្គ្រោះដល់ប្រជារាស្ត្រទាំងនោះពួកគេទាំងអស់គ្នាគួរតែដឹងគុណកូនកូនយល់ហើយកូនមកកាន់ពិភពលោកនេះតាមឡើយខ្ញុំគិតថាមានសមត្ថភាពពិសេសអាចធ្វើអ្វីបានគ្រប់យ៉ាងប៉ុន្តែទើបតែថ្ងៃនេះខ្ញុំបានដឹងថាខ្ញុំមិនមែនខ្លាំងពូកែដូចដែលខ្ញុំបានគិតនោះទេជីយូទោះបីជាពួកយើងជាមនុស្សសាមញ្ញធម្មតាក៏ដោយប៉ុន្តែយើងក៏អាចក្លាយជាវីរបុរសក្នុងជីវិតអ្នកដទៃបានដែរកុំគិតច្រើនពេកអីអ្វីដែលសំខាន់បំផុតនៅពេលនេះគឺត្រូវរឹងមាំឡើងវិញឯងច្បាស់ជាអាចរកវិធីព្យាបាលឈីតឹងបានជាមិនខាននិយាយត្រូវហើយស៊ុយថូក៏កំពុងរង់ចាំឲ្យខ្ញុំទៅជួយដែរហានីខ្ញុំទៅរកមើលថានៅមានថ្នាំទៀតឬអត់ខ្ញុំដឹងហើយរបស់របរក្នុងលំហនេះឲ្យតែប្រើអស់វានឹងបំពេញបន្ថែមដោយស្វ័យប្រវត្តិបើអញ្ចឹងខ្ញុំអាចយកវាបានរហូតហើយតាល្អណាស់ជីវិតរបស់ពួកគេនឹងត្រូវបានសង្គ្រោះហើយសៀវវាងខ្ញុំរកឃើញថ្នាំហើយឆាប់ឲ្យសៀវតាំងលេបទៅឆាប់ឲ្យសៀវតាំងញ៉ាំវាទៅយកទឹកមកយកទឹកមកឥឡូវនេះគ្រាន់តែរងចាំមើលប្រសិទ្ធភាពថ្នាំប៉ុណ្ណោះសង្ឃឹមថាអ្វីគ្រប់យ៉ាងនៅទាន់ពេលបងប្រុសខ្ញុំមានថ្នាំដែលនៅសល់បងយកវាទៅចែកឲ្យអ្នកភូមិផ្សេងទៀតដែលឈឺទៅបាទខ្ញុំនឹងទៅឥឡូវនេះ